តាមសំណុំពររបស់អ្នកគ្រូដែលគាត់សូមឲ្យខ្ញុំធ្វើវីដេអូបង្ហាញពីរបៀបបាទ design កិច្ចការផ្ទះឲ្យសិស្សណានៅក្នុង Microsoft Office Word ព្រោះគាត់អត់ទាន់ចេះប្រើដល់កម្មវិធីធំៗដូចជា iLash អីចឹងណាអញ្ចឹងមានតែ Word បាទ Word ក៏យើងអាចប្រើបានដែរសម្រាប់ការ design ជា homework ជាអីចឹងណាអញ្ចឹងខ្ញុំធ្វើមួយជំហានមួយទៅបាទដំបូងបំផុតគឺយើងបើក file ថ្មីមួយឥឡូវឧទាហរណ៍ថានេះជា file ថ្មីមួយណាបាទយកពាក្យថា new បាទ blank មក blank document បាទទាញវាទូចវិញអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើដំបូងបំផុតនៅក្នុង Microsoft Word គឺយើងមើលទៅលើ layout animation របស់វាមុនគេណាមុនយើងចាប់ដើមព្រោះតម្រងกระดาษដែលយើងប្រើគឺយើងប្រើ A4 បាទយើងមើលទៅលើ layout របស់វាបាទ margin គឺយើងប្រើnormal បើល្អគឺយើងប្រើ narrow ដោយសារវាមើលវាពេញกระดาษជាងបាទចំណុចទី1នេះពីមើលទៅលើ size របស់វា size របស់វា original វាយ៉ាងគឺ letter អញ្ចឹង letter ទំហំវាអត់ដូចกระดาษ A4 អញ្ចឹងទេដល់ពេលអញ្ចឹងពេលយើង print មកវាអត់ពេញអញ្ចឹងរើសយក A4 មកបាទនេះប៉ុណ្ណឹងគឺបាក់ការទី1ហើយបាទបន្ទាប់ទៀតបើយើងចង់ដាក់ជា frame បាទសងខាងបែបនេះក៏អ្នកគ្រូអាចរើសមើលបានបាទឬក៏ add ពីខាងក្រៅក៏បានតាមចំណូលចិត្តអញ្ចឹងខ្ញុំកន្លែងនេះខ្ញុំ search មើលមកយើងអាចរកបានមើលពាក្យថា border and setting កន្លែងនេះបើខ្ញុំបង្ហាញទៅកន្លែងលោថា Office version ខុសគ្នាវាពិបាកអញ្ចឹងខ្ញុំ search ឲ្យមើលមកទៅអញ្ចឹង page border ឬមើល border កន្លែងនេះ art នេះគឺយើងមានជាពណ៌បាទមានជារូបបាទផ្សេងណាសម្រាប់យើងរើសបាទខ្ញុំរើសរូបមួយមកហើយទំហំទូចធំគឺខ្ញុំប្រិចប្រូមនៅក្នុងនេះណាបាទយើងអាចថាចង់ឲ្យវាចេញច្រើនបន្តិចគឺយើងទៅតាមហ្នឹងបាទកន្លែងនេះហើយចំណុចទី2គឺយើងដាក់រូបជា logo បាទខ្ញុំសុំកាត់វីដេអូតិចទៅបាទយ៉ាងដើម្បីឲ្យបានរូបហ្នឹងយើងអាចសេរីបានងាយៗគ្រូចុចកន្លែងរាប់តិចហ្នឹងយកពាក្យថា in front of text បាទកន្លែងនេះណាបាទយើងយកមកយើងអាចទាញផ្លាស់ប្ដូរទៅណាក៏បានដែរអញ្ចឹងវាងាយស្រួលក្នុងការដែលយើងសេរីបាទចំណុចទី2គឺយើងចូលមកក្នុងការដាក់ caption បាទ caption នេះគឺយើងអាចប្រើជា word art បានចូលក្នុង insert បាទយកមើលពាក្យថា word art មកបាទមួយណាក៏បានដែរហើយយើងប្រកាសថាយើងយក in front of text ដូចគ្នាដើម្បីយើងស្នុកទាញវាណាបាទខ្ញុំសេរីមកកិច្ចការបាទផ្ទះបាទឬ homework មកបាទអញ្ចឹងយើងសេរីទូចធំទៅតាមបាទក្នុងចំណូលចិត្តមើលមិនស្អាតបាទធ្វើយ៉ាងណាបាទអូខេតមកទៀតយើងអាចដាក់ជាកន្លែងដាក់ឈ្មោះរបស់យើងបានហើយបើសិនបើយើងមើលទៅលើ cursor កន្លែងបើសិនវាលោតខាងលើហ្នឹងយើងคลิกទៅខាងក្រោមនេះបាទដល់បើคลิกមកវាលោតខាងក្រោមមិនជិះយើងនៅពេលដែលយើង add បាទជាអ្វីដែលថ្មីដូចជា table នេះ add ទៅវាអត់ error អញ្ចឹងបាទយើងសេកដានមកឈ្មោះសិស្សឈ្មោះគ្រូអញ្ចឹងបាទបាទគឺអត់ស្អីក្នុងហ្នឹងមកនេះតាក់តាំងមួយកម្រិតថ្នាក់បាទការ design គឺអត់ដូចគ្នាណាកន្លែងហ្នឹងបាទហើយនេះគឺថ្ងៃខែបាទថ្ងៃខែនៃឬក៏សប្តាហ៍ទីប៉ុន្មានព្រោះ homework នឹងធ្វើតាមសប្តាហ៍បាទខាងក្រោមនេះគឺយើងអាចដាក់ទៅជាទៀតបាទ insert ទៅជាអក្សរដែលអាចផាត់បោះបានឧទាហរណ៍ថា ធានបត់តទៅមួយដល់អក្សរកណាបាទអញ្ចឹងកគឺយើងអាច insert drive បាទយកទៅ word art ហ្នឹងមក save មកក៏បានដែរ ដើម្បីដាក់រូបឲ្យសិស្សផាត់ពណ៌បានគឺយើងប្រើ
បាទជើងប្រើចុចណាបាទចឹង zoom វាធំមកបាទ zoom ដល់មើលឃើញធំណាចឹងតែប៉ុណ្ណេះចាស់បាទប៉ុណ្ណឹងបាទអូខេតបមកហើយយើងឈរលើនេះមកបាទឈរលើអក្សរដែលយើងអាចទាញទៅបានណាឈរលើប្រអប់បាទប្រអប់ហើយយកពាក្យថា set format កន្លែងនេះអ្នកគ្រូរកមើលពាក្យថាបាទវាមានតាច់ពណ៌របស់វាចាអញ្ចឹងយក no ពណ៌អត់មានពណ៌គឺបាត់អីបាទតោះមកទៀតយើងចុចទៅលើ outline បាទយើងរើសពណ៌ឲ្យមើលបាទពណ៌ខ្មៅណែនអញ្ចឹងវាបាត់អាពណ៌កណ្ដាលប៉ុន្តែវាចេញពណ៌ខាងខាងអញ្ចឹងខាងខាងនេះគឺយើងអត់យកពណ៌អត់យកអក្សរបន្ទាត់អញ្ចឹងបាទយើងយកជា dash អញ្ចឹងដាក់វាចុចមកអញ្ចឹងអាច copy បានដែរកន្លែងនេះគឺយើងអាចកែបានហើយជាប្រភេទអក្សរដើមណាមានបន្ទាប់ទៀតអ្នកគ្រូអាចទៅរកមើលរូបយកមកដាក់បានរូបខ្ញុំមាន website មួយបាទ website មានឈ្មោះថា iColoring AI គឺចុចមកអញ្ចឹងកន្លែងនេះគឺយើងអាចចង់សរសេររូបអីក៏បានដែរចង់សរសេរពាក្យអីក៏បានប៉ុន្តែថាយើងសរសេរជាអង់គ្លេសឥឡូវថាមិនធ្វើដល់រូបគោបាទខ្ញុំសរសេរគោមកខោនោះមិនសិនមកខ្ញុំចង់បានជារូបគោតទេទេបាទកុំឲ្យស្មុគស្មាញខ្ញុំយកពាក្យថា PNG មួយទៀតបាទតោះមកខ្ញុំ generate មកនេះបានរូបគោមួយដាក់រូបគោមួយហើយកន្លែងនេះខ្ញុំក៏ម៉ៅស្ដាំមកយកពាក្យថា copy បាទហើយបើក Word របស់យើងវិញមកហើយផាសបាទផាសហ្នឹងមកគឺបានហើយអញ្ចឹងរូបនឹងមកដំបូងគឺវាពេញផ្ទៃណាពេញផ្ទៃ reload ទាំងរបបទៀតអញ្ចឹងដូចតាមបានយល់ថាយើងរ៉ាប់ text វាគឺយើងយកជាមួយនឹងពាក្យថា in front of text ដើម្បីឲ្យយើងអាចសេរីបានណាអញ្ចឹងខ្ញុំសេរីមកបាទឃើញតែបាំងគ្នាណាបាទបាំងគ្នាអីអញ្ចឹងបើថាបាំងគ្នាយើងចង់ឲ្យរូបគោទៅក្រោយរូបអក្សរកវិញអញ្ចឹងយើងម៉ៅស្ដាំមកយកពាក្យថាបាទយកពាក្យថា send to back ហ្នឹងណា send to back យ៉ាងអក្សរកនៅលើវិញអញ្ចឹងអក្សរកយើងអាចសេរីបានទាញទៅលើទាញគឺអត់អីទេណាព្រោះអក្សរហ្នឹងវាថ្លាអូខេអញ្ចឹងនេះគឺជាដំណាក់កាលនៃការធ្វើក្របហើយតាក់ទងបន្ទាប់ទៀតគឺពាក់ព័ន្ធត្រឹមតែបាទ double click នេះមកបាទត្រឹមតែខ្ញុំធ្វើជាអក្សរ track អក្សរ track ហ្នឹងរកថាមកខ្ញុំ tab មុខមួយថតអក្សរកមិនដែរបាទអក្សរកខ្ញុំស៊ូមឲ្យធំមកអក្សរកដល់ដែរអញ្ចឹងខ្ញុំប្រើ font មួយឈ្មោះថា open បាទ open កន្លែងនេះបើសិនបើអ្នកគ្រូអត់មានអាចចូលមក download មក open Khmer School dot អញ្ចឹងអក្សរវានឹងខ្លាយទៅជាអក្សរ dot ដែលយើងឲ្យក្មេង track តាមណាបាទកខខងយើងស្អីបាត់អស់កន្លែងហ្នឹងការ design បន្ទាប់ទៀតអ្នកគ្រូអាចឆ្នៃបានដោយខ្លួនឯងកន្លែងនេះវាអាចទៅជាបើថ្នាក់អង់គ្លេសគេ design បែបអង់គ្លេសទៅហើយខ្មែរ design បែបខ្មែរអាហ្នឹងជាផ្សេងទេប៉ុន្តែចំណុចសំខាន់វានៅពីអក្សរដែលពិបាកធ្វើជាងគេតាក់ទងជាមួយនឹង track ហើយនឹង color ទៅលើអក្សរនេះណាហើយភាគច្រើនអ្នកគ្រូគាត់យកពីអ៊ីនធឺណិតមកកាលយើងយកពីគេមកវាអត់ច្បាស់ទេកាត់វាអត់ដូចតែយើងធ្វើចាំបានទំហំប៉ុណ្ណាគឺប៉ុណ្ណាបាទវាងាយស្រួលណា